អ្នកទាំងអស់គ្នាចាំអ៊ុតមើលថាស្អីគេនៅក្នុងឆ្នាំងនេះតែនតែនអូបានសម្រាប់ហើយនេះជាស្ដែកបដោះអូធ្លោះល្អតានៅកន្លែងដែលខ្ញុំរស់នៅនឹងបងប្អូនគឺអត់មានជនជាតិខ្មែរយើងនៅទេអញ្ចឹងបើសិនជាចង់ហូបអីដែលជាម្ហូបដែលយើងហូបពីដើមមកហ្នឹងតើរៀនធ្វើខ្លួនឯងដូចជាស្ដេចបដោះនឹងជាដើមគឺអត់មានលក់ទេចឹងមកយើងចង់ហូបតើស្វែងទៅរកទិញក្របស្ដែកហ្នឹងនៅឆ្ងាយពីកន្លែងនៅហ្នឹងដល់ទៅ2ម៉ោងជាងជាតំបន់ដែលមានខ្មែររស់នៅអញ្ចឹងយើងទិញក្របស្ដែកយកមកទុកមកពេលណាចង់ហូបចឹងយើងសាកល្បងបដោះមើលតែធ្វើការអញ្ចឹងនៅពេលក្រោយយើងអត់ពិបាកទេនេះវាមាន4ជប់ណាបងប្អូន4ជប់នេះដល់ល្អតាតែទាំងអស់ហ្នឹងគឺខ្ញុំមើលទៅតាមវីដេអូ YouTube បងដែលធ្វើមុនដែរទេណាបានខ្ញុំសាកល្បងតាមតែបានសម្រេចឲ្យល្អប៉ុន្តែចាត់ទុកថាល្អហើយពួកខ្ញុំមិនដែលធ្វើអីទេហើយមានក្លិនឈ្ងុយបាយ